ជាដំបូងសូមជំរាបសួរដល់លោកគ្រូខ្ញុំឈ្មោះលេងសិលីវមកពីក្រុម SV2433 នៅក្នុងវីដេអូនេះដែរគឺជាការ demo បង្ហាញទាក់ទងទៅនឹង project final ដែល LLM ដែលយើងធ្វើការបង្កើតនៅ AI សម្រាប់reply គ្នាទៅមកនឹងសំណួរដែល topic របស់ project មួយនេះដែលខ្ញុំបានរើសមកប្រើប្រាស់គឺខ្មែរ government អញ្ចឹងនៅក្នុង project នេះដែរគឺយើងមាន folder ក្តោបរួមគឺ AI ហើយនៅខាងក្នុងនោះដែរយើងបានប្រើប្រាស់ model Qwin 2.5 ទៅ 3 billion ដែលនេះគឺជា model ដែលយើងយកមកប្រើប្រាស់ដែលយើងបាន install មកពីអ៊ីនធឺណិតហើយទៅយើងមាននៅ folder ខ្មែរ government AI ដែលធ្វើការសរសេរទាក់ទងទៅនឹង code Python និងការទុកដាក់នៅ data set ជាដើមនិង front end ដែលធ្វើការភ្ជាប់ជាមួយនឹងរវាង UI ជាមួយនឹងAPI របស់យើងដើម្បីធ្វើការឆ្លើយតបបានអញ្ចឹងយើងមាននៅ folder Chroma DB ហើយយើងមាននៅ folder crawler មាននៅ folder data ដែលខាងក្នុងនោះដែរមាននៅfolder crawler crawl dataset document PDF process raw vector DB ជាមួយនឹង web ដែលនៅក្នុង web ដែរយើងមាន folder ជា TXT vector ដូចគ្នាយើងមានទម្រង់ JSON ទម្រង់ .index ដែលយើងបាន install ប្រើប្រាស់ code សម្រាប់ធ្វើការទាញយកមកពីអ៊ីនធឺណិតដែលជា data ដែលយើងនឹងយកមកប្រើប្រាស់ហើយយើងមាន raw ដែលខាងក្នុងនោះដែរយើងមាននៅ folder business macro view PDF web world bank ហើយយើងមាន file ដែលជា document txt ផ្សេងៗទៀតដែលយើងយកមកប្រើប្រាស់ដែលយើងមាននៅទម្រង់ជា .txt មាន tag registration យើងមាន passport national ID driver license business registration ដែលជាទិន្នន័យហើយទៅនឹង data ដែលយើងយកមកប្រើប្រាស់សម្រាប់នៅខ្មែរ government របស់យើងដែលនេះគឺជាទិន្នន័យដែលពាក់ព័ន្ធជាមួយនឹង topic របស់យើងហើយយើងមាននៅ World Bank ខាងក្នុងនោះយើងមាននៅទិន្នន័យជា PDF និងមាននៅ folder ផ្សេងៗទៀតដែលទាក់ទងទៅនឹង project របស់យើងនិងមាននៅ web ដែលខាងក្នុងដែរមានទិន្នន័យជា GTT public service ដែលយើងបាន get មកពី online ហើយទៅនឹងមាននៅPDF ជាទម្រង់ PDF ជា file PDF ដែលយើងបាន get មកដូចគ្នាដែរនិងមាន mock preview អានេះគឺជា PDF ទម្រង់ទិន្នន័យដែលយើងយកមកដើម្បីបំលែងទៅជា text អីជាដើមហើយបន្តមកទៀតក្រៅពី raw នេះដែរយើងមាននៅ folder process ដែលជាមាននៅទម្រង់ .json ដែលជាទិន្នន័យ dataset ដែលយើងយកមកប្រើប្រាស់សម្រាប់កិច្ចការរបស់យើងហើយយើងមាននៅ PDF យើងមាននៅ document ដែលមាន folder ផ្សេងៗទៀតហើយនឹងមាននៅ dataset ផងដែរអញ្ចឹងយើងធ្វើការចេញមកfolder ផ្សេងមួយទៀតគឺយើងមាននៅ folder front end ដែលយើងបានប្រើប្រាស់នៅReact ដែលធ្វើការសរសេរដើម្បីចេញជា UI ដែលយើងធ្វើការភ្ជាប់ជាមួយនឹង model របស់យើងហើយទៅនឹងធ្វើការវាភ្ជាប់មួយ API របស់យើងដែលយើងបង្កើតមិនមែនធ្វើការប្រើប្រាស់នៅ API របស់ chat ផ្សេងទៀតមកឯងគឺយើងបង្កើតខ្លួនឯងគឺAPI.py នេះដែលជា main សម្រាប់ការ run នៅ file Python ក្នុងការភ្ជាប់ជាមួយនឹង UI របស់យើងដើម្បីធ្វើការមានឆ្លើយតបហើយអញ្ចឹងខាងក្រៅនេះផ្សេងទៀតគឺជា file ផ្សេងៗទៀតដែលយើងបានបង្កើតឡើងសម្រាប់កិច្ចការរបស់យើងដោយយើងបានប្រើប្រាស់នៅ Python និងនៅខាងក្រៅនេះគឺមាននៅទម្រង់ផ្សេងៗទៀតដែលទាក់ទងទៅនឹង project ដែលយើងបានបង្កើតឡើងអញ្ចឹងនេះគឺជាការបង្ហាញនៅ structure ដែលយើងមាននៅក្នុង folder របស់យើងដើម្បីដែលយើងបានបង្កើតសម្រាប់ project មួយនេះផងដែរព្រោះអីយើងអត់បានសរសេរកូដនៅក្នុងតែមួយ file ទេគឺយើងបង្កើត file មួយនៅមានឈ្មោះ file ផ្សេងៗគ្នាដោយតាក់ទៅតាមអ្វីដែលយើងបានបង្កើតឡើងពីមាតនកាលទៅមាតនកាលអញ្ចឹងជាដំបូងយើងចូលមកកាន់ Windows PowerShell របស់យើងដែលយើងនឹងធ្វើការ run ដោយយើងបានត្រូវការ run ជា .venv ដែលដំបូងឡើយយើងចូលមកកាន់ folder ហើយយើង run ជា .venv អញ្ចឹងបន្ទាប់មកទៀតយើងធ្វើការ run នៅ file main របស់យើងគឺ api.py អញ្ចឹងគឺវាមាននៅការ load នៅ
ប្រាប់យើងថាជា Cambodia Government AI API ហើយ loading rack system ហើយ loading embedding model បានន័យថាវាចាប់នៅ model ដែលយើងបាននេះហើយអញ្ចឹងវា load នៅ info ហើយ API ready ហើយអញ្ចឹងបានន័យថាវាដំណើរការអញ្ចឹងយើងធ្វើការ run តាក់ទងទៅនឹង front end យើងម្ដងដែល front end នេះដែរយើងសរសេរជា React JS ហើយយើងបានភ្ជាប់ជាមួយនឹង API អរបស់យើងរួចរាល់ហើយចឹងនេះដែរគឺជា interface UI ដែលយើងបានបង្កើតឡើងសម្រាប់ដែលយើង build ដោយប្រើប្រាស់ React ហ្នឹងសម្រាប់ធ្វើការឆ្លើយតបជាទម្រង់UI project របស់យើងអញ្ចឹងយើងមាននៅចំណងជើងខ្មែរអឺដែលជា Cambodia AI ក៏ជាខ្មែរ Government Assistant អីចឹងទៅ Cambodia Government AI ហើយយើងមានអឺប្រាប់ថានៅក្នុង AI ហ្នឹងជាភាសាអង់គ្លេសហើយយើងមាន new conversation ហើយទៅយើងអាចនឹងចូលមកដំបូងគឺវានឹងប្រាប់យើងថាវាជា Hello I'm Cambodia Government AI ហើយ help you find information ដែលជា text សម្រាប់ការ introduction ទៅកាន់អ្នកចូលមកឃើញនៅinterface AI មួយហ្នឹងដែរអញ្ចឹងទាំងអស់នេះជា service ដែលយើងមានសម្រាប់ government service របស់យើងគឺមានជាប្រភេទ driver license មាន passport business registration national ID ជាមួយនឹង tax registration ផងដែរអញ្ចឹងនៅក្នុងនោះដែរគឺយើងអាចចុចទៅនឹង load សំណួរសម្រាប់ driver license ដែលជា option choice របស់យើងដែលយើងធ្វើការពេលចុចទៅវាបង្ហាញនៅសំណួរសម្រាប់ driver license ដំបូងមកកាន់យើងអញ្ចឹងគឺនៅក្នុង driver license ដែរគឺវានឹងមានសំណួរមួយសួរថា how much does a type B driver license cost in Cambodia តាក់ទងទៅនឹងតម្លៃនៃបានបើកបរប្រភេទ B នៅក្នុងស្រុកខ្មែរមានតម្លៃប៉ុន្មានអញ្ចឹងពេលដែលយើងចង់ដឹងយើងធ្វើការសួរទៅកាន់ AI តាក់ទងនឹងតម្លៃ driver ប្រភេទបានបើកបរប្រភេទ B ហ្នឹងថាមានតម្លៃប៉ុន្មាននៅក្នុង Cambodia អញ្ចឹងនៅពេលដែលយើង run អញ្ចឹងហើយនៅលើផ្ទាំង PowerShell នៅលើ terminal របស់យើងដែរវានឹងធ្វើការចាប់នៅសំណួរគឺ how much does a type B driver license in Cambodia ហើយវានឹងធ្វើការ detect មាន GPU layer context size macro token ហើយនឹងមាន time out ផងដែរហើយនៅពេលដែលqueuing answer ហ្នឹងវា load មកចាំបានន័យថា answer generated successfully ហើយអឺ status 200អូខេអញ្ចឹងយើងមកមើលលើ interface របស់យើងវិញគឺវាបានផ្ដល់ចម្លើយមកយើងថាអឺ90000រៀល for type B driving license 90000រៀលសម្រាប់បានបើកបរប្រភេទ B នៅក្នុងស្រុកខ្មែរហើយវាមានបង្ហាញមកយើងជាថា source ដែលបង្ហាញមកតាក់ទងទៅនឹងតម្លៃនឹងដែរអញ្ចឹងយើងចូលមកយើងឃើញមាន driver license ប្រភេទអក្សរដែលយើងជា data set ដែលយើងមានហើយទៅនឹង link សម្រាប់ការចូលទៅមើលដែរអញ្ចឹងអ្នកយើងចូលមកចុចទៅលើ link ហ្នឹងទៅយើងនឹងឃើញតម្លៃដែលបង្ហាញគឺ Drive B 90000រៀលអញ្ចឹងទិន្នន័យគឺពិតជាត្រឹមត្រូវទៅតាម data set ដែលយើងបាន train ដែរអញ្ចឹងយើងចូលមកកាន់ front end របស់យើងវិញយើងធ្វើការtest ជាមួយនឹង passport អញ្ចឹងពេលដែលយើងចុចលើ passport ទៅវានឹង load មកថា what document are required to apply for a passport in Cambodia តាក់ទងទៅនឹងdocument ឯកសារដែលត្រូវការសម្រាប់ធ្វើការ apply សម្រាប់ការបង្កើតនៅ passport អញ្ចឹងយើងធ្វើការ enter ទៅអញ្ចឹងយើងរងចាំប្រហែលមួយសន្ទុះអឺប្រហែល3 4វិ5 6វិតាមនឹងដែរទៅតាមថា slow មិន slow ដែរអញ្ចឹងវាមានការ reply តបមកយើងវិញអញ្ចឹងយើងអាចមើលបានជាមួយនឹងនៅពេលដែលវា load status 200អីចឹងហើយគឺបានន័យថាអឺវាមានការ reply ហើយអញ្ចឹងយើងឃើញថាវានឹងបង្ហាញទិន្នន័យជាការ reply មកយើងវិញថាគឺយើងតម្រូវការឯកសារដូចជាoriginal Cambodia National Identity Card បានន័យថានៅអត្តសញ្ញាណប័ណ្ណមាននៅការ copy សំបុត្រកំណើត copy អីផ្សេងទៀតហើយមាននៅresident បូកfamily បូកសៀវភៅគ្រួសារឬនេះគឺជា document ដែលត្រូវការសម្រាប់ passport ដែលនៅក្នុងស្រុកខ្មែរ passport របស់យើងស្រុកខ្មែរដែលជាការ reply តាក់ទងទៅនឹង passport អញ្ចឹងយើងធ្វើការ click ទៅលើ business registration អញ្ចឹងយើងនឹងទទួលបានសំណួរមួយសួរថា how can I register a business in Cambodia អញ្ចឹងយើងនឹងរងចាំមើលដើម្បីទទួលបានចម្លើយអញ្ចឹងខ្ញុំទីទាត់មើលជាមួយនឹងអឺ terminal យើងហើយទៅនឹងការ reply របស់យើងដែរ
ចឹងយើងឃើញថា load information 200 token 200អូខេហើយចឹងយើងឃើញថាវាយើងទទួលបាននៅការ reply បាននៅទិន្នន័យដែលទាក់ទងទៅនឹងការ register business in Cambodia ថាត្រូវការគេខ្លះregister នៅណាហើយយើងមានsoft ដែលបង្ហាញពី TAT មាន PDF អីជាដើមហើយអញ្ចឹងដែរនៅលើនោះដែរយើងឃើញមានប៊ូតុង new conversation ពេលដែលយើងចុច new conversation វានឹងធ្វើការ clear ហើយចូលមកកាន់conversation ថ្មីអញ្ចឹងមុនហ្នឹងយើងtesting ជាមួយ business registration ហើយអញ្ចឹងយើងត្រូវការ test ជាមួយនឹង national ID អញ្ចឹងពេលដែលយើង click ទៅយើងទទួលបានសំណួរថា how can I apply for Cambodian national ID card ក្នុងការធ្វើការដើម្បីអឺទៅបង្កើតនៅបញ្ញាណប័ណ្ណថ្មីបញ្ញាណប័ណ្ណកម្ពុជាយើងអញ្ចឹងណាអញ្ចឹងពេលយើង enter ទៅហើយយើងនឹងធ្វើការរង់ចាំមើលជាមួយនឹង terminal យើងដូចគ្នាដែរពេលដែលអត់ទាន់បានចម្លើយគឺអាខាង terminal នេះវាកំពុងតែ run ដូចគ្នាដែរវាអត់ទាន់បង្ហាញមកថា get នៅ202 status 200 status អត់ status លេខ200អូខេអត់ចឹងណាអញ្ចឹងterminal នេះក៏ run យើងត្រូវ run នៅ server ខាងក្រៅយើងត្រូវ run នៅ server ផងដែរទើបបាន server ហ្នឹងវាទាក់ទងជាមួយនឹង front end របស់យើងអញ្ចឹងយើងឃើញថាទិន្នន័យដែលយើងទទួលបានទាក់ទងទៅនឹងការសួរ Cambodian National ID Card ហ្នឹងគឺវានឹងប្រាប់យើងជាការ reply មកតាមទិន្នន័យដែល dataset យើងបាន train អញ្ចឹងវានឹងប្រាប់ថា to apply for Cambodian National ID Card ហ្នឹងយើងត្រូវទៅកាន់កន្លែងណាវាមាន soft ឲ្យយើងមើលថាយើងគួរ research មិនហើយយើងមិនអីចឹងទៀតទៅតាមទិន្នន័យដែលយើងបាន train គឺវា reply ចាប់ទៅតាមសំណួរអ្វីៗ dataset អីផ្សេងៗទៀតដែលមានអញ្ចឹងយើងចុចនៅលើ tag registration ពេលយើង enter យើងនឹងទទួលបាននៅពេលយើងចុចទៅយើងនឹងទទួលបានសំណួរទាក់ទងនឹង tag registration អញ្ចឹងសំណួររបស់យើងគឺថាតើនៃរបៀបនៃការ register តាក់នៅក្នុងស្រុកខ្មែរហ្នឹងយើងត្រូវធ្វើម៉េចអញ្ចឹងអឺយករងចាំមកទទួលវានឹងទទួលបានយើងនឹងរងចាំដើម្បីទទួលបានចម្លើយអញ្ចឹងនេះជាចម្លើយសម្រាប់សំណួរ tag registration របស់យើងគឺអឺជាចម្លើយសម្រាប់យើងគឺ tag registration for Cambodia ហ្នឹង you need to complete the appropriate tag registration from card provide អីជាដើមហើយយើងមាននៅ soft ដូចគ្នាដែរអញ្ចឹងយើងចុចមកនេះជា soft តាក់ទងទៅនឹងតាក់របស់យើងឃើញថាជាsoft របស់យើងអាចទទួលយកបានដូចគ្នាដែរមានទំនួលខុសមានភាពត្រឹមត្រូវដោយសារអីគឺយើង soft តាក់ទងទៅនឹងក្រសួងមែនតែនមិនមែនជា soft ដែលយើងចេះតែបង្កើតឡើងមកឯងគឺយើងបានធ្វើការ research ហើយនឹងចាប់យកមកប្រើប្រាស់បានយ៉ាងត្រឹមត្រូវអញ្ចឹងយើងឃើញថាសំណួរនីមួយៗគឺវាផ្ទៀងផ្ទាត់ទៅគឺឃើញថាវា match ជាមួយនឹងចម្លើយជាមួយនឹងសំណួរគឺវាត្រូវដូចយើងមើលដែរឃើញថាទាក់ទង National ID ការ reply មកក៏ reply ទាក់ទងទៅនឹង National ID ដែរមិនមែនថាសំណួរទាក់ទងនឹង National ID ការ reply របស់AI reply តាក់ទងទៅនឹងប៉ាកឬក៏ reply តាក់ទងទៅនឹង passport ដែលយើងឃើញថាការចំណុចផ្ដើមរបស់វាគឺមានភាពត្រឹមត្រូវគឺបានន័យថាវា match វាឆ្លើយនឹងបានន័យថាវាស្គាល់នៅសំណួរដែរដូចសួរនឹង National ID វាឆ្លើយនឹង National ID យើងសួរនឹងតាក់វាឆ្លើយនឹងតាក់យើងសួរតាក់ទងនឹងតម្លៃនៃអឺ driver ប្រភេទ B ក៏វាឆ្លើយមកជាdriver ប្រភេទ B ដែរអញ្ចឹងយើងរងចាំមើលម្ដងទៀតថាតើវាពិតជាត្រឹមត្រូវដូចដែលយើងនិយាយមែនអត់ចឹងយើងឃើញថានេះគឺយកបានតម្លៃនៃប្រភេទ B របស់ driving license in Cambodia អញ្ចឹងបានន័យថាគឺការ train ការដាក់ data set របស់យើងអីហ្នឹងគឺវា match ជាមួយនឹងសំណួរយើងមានសំណួរផ្ទៀងផ្ទាត់មួយចម្លើយអីជាដើមដែរចឹងយើងចង់ដឹងអញ្ចឹងយើងវាតាក់ទងទៅនឹងខ្មែរ government អញ្ចឹងបើយើងសួរថាសំណួរអីផ្សេងដែលអត់តាក់ទងនឹងហ្នឹងគឺ do you know do you know Eon ចឹងវានឹងឆ្លើយមកជាមួយយើងរងចាំចម្លើយគឺបែបដែលថាសំណួរហ្នឹងគឺយើងអត់បានបង្កើតឡើងយើងអត់បាន train អត់បានមាន data set តាក់ទងនឹងសំណួរហ្នឹងឯងអញ្ចឹងគឺវា
status 200ហ្នឹងបានន័យថាវាបាន reply ហើយអញ្ចឹងយើងឃើញថាវានឹង load មកយើងថា error អ2074 token ហើយ access the available context size បានន័យថាវាអត់ស្គាល់ទាក់ទងទៅនឹងសំណួរហ្នឹងអញ្ចឹងវាអត់មានចម្លើយដែលយើងបាន train នៅក្នុងកិច្ចការរបស់យើងនៅក្នុង AI របស់យើងឯងអញ្ចឹងសូមអរគុណលោកគ្រូនេះជាការបង្ហាញទាក់ទងទៅនឹងstructure របស់ project របស់យើងហើយទៅនឹងអឺការ testing ជាមួយនឹងសំណួរចម្លើយដែលយើងបានបង្កើតឡើងដែលមានការសួរនិងមានការ reply ពី AI មកវិញសូមអរគុណលោកគ្រូការបង្ហាញរបស់ខ្ញុំបានដល់ទីបញ្ចប់សូមអរគុណលោកគ្រូ